សួស្តីអ្នកនរគ្នាខ្ញុំស្មៃចាថ្ងៃហ្នឹងវីដេអូខ្ញុំគឺជា vlog ដែលខ្ញុំធ្វើដំណើរទៅទិញ iPad ខ្ញុំអត់មាន effect សំឡេងហ្នឹងអញ្ចឹងខ្ញុំធ្វើម៉ត់ខ្លួនឯងព្រោះអត់ comment ព្រោះភ្លាមហ្នឹងហើយឥឡូវហ្នឹងខ្ញុំមកដល់ហាងហើយខ្ញុំឲ្យគេយក iPad ឲ្យខ្ញុំហើយគឺខ្ញុំកំពុងតែសេឈ្មោះអញ្ចឹងណាដាក់ឈ្មោះយើងដាក់អីចឹងទៅដើម្បីឲ្យគេset ចូល system អីមិនដឹងគេសួរអីក៏ឲ្យគេចិត្តឲ្យយកតាណាយកសំខាន់ខ្ញុំយក iPad មកចង់អីចឹងណាសាកសើសอบមិនតែខំប្រឹងសម្ដែងធ្វើសើចចានឹងហើយបន្ទាប់ពីបាន iPad ហើយយើងមកស្ដាប់គេ reference confirm យើងមកសារទៀតចឹងណាថា iPad យើងជា iPad mode អ្វីទំហំប៉ុន្មានពណ៌អ្វីត្រូវចិត្តអ្វីដែលយើងចង់បានដែរឬទេបន្ទាប់ពី confirm ថាអូខេហ្នឹងហើយខ្ញុំចង់យកហ្នឹងអញ្ចឹងគេក៏បកគោលឲ្យយើងហើយយើងមកធ្វើការ unboxing សំខាន់ខ្ញុំឆ្ងល់នេះអាកតុយនេះអីគេនេះតាមប៉ាត់អាហ្នឹងបានធានាសោះគេមានបានធានាមានអីធំត្រូវចាអញ្ចឹងតាមស្ដាប់គេបញ្យល់រឿងបានធានាហ្នឹងហើយយើងក៏ចាប់ផ្ដើមមកធ្វើការ unboxing ទាំងអស់គ្នា let's goយ៉ាមិនដែរចាមានអារម្មណ៍ថាស្នាមញញឹមគឺមិនចាក់ចេញពីផ្ទៃមុខនោះទេចានិយាយទៅមានជាការសប្បាយរីករាយជាខ្លាំងតែម្ដងណាចាមានជាការសប្បាយរីករាយជាខ្លាំងឥតឧបមាឥតពុនពេកក្រៃកន្លងហ្មងណាបន្ទាប់ពី unboxing iPad ហើយឥឡូវយើងមកមើលនៅក្នុងហ្នឹងមានអីគេខ្លះមានអីច្រើនទេមានតែกระดาษណែនាំហើយនឹងឆ្នាំងសាកខ្សែសាកអីចឹងណាតែគ្រាន់តែថាឆ្នាំងសាកគេហ្នឹងឆ្នាំងសាកដូច3អ្នកនរគ្នាអញ្ចឹងខ្ញុំត្រូវទិញ connector មួយទៀត Hello iPad ខ្ញុំ say hello ទៅអ្នកនរគ្នា say hello ត្រឡប់មកវិញហងលឿននៅក៏ផ្លែញអត់ឥឡូវមកថតរូបពី3ពណ៌ទុកអនុស្សាវរីយ៍ទុកអនុសៅម៉ៅតោះនិយាយទៅស្អាតអត់ comment ថាស្អាតផងលើកទឹកចិត្តខ្ញុំឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូធ្វើអីទៀតខ្ញុំបាក់ទឹកចិត្តខ្លាំងណាអ្នកទាំងអស់គ្នាគ្មានអ្នកណា comment និយាយសាសងជាមួយខ្ញុំក្នុងវីដេអូខ្ញុំសេតណាហុយឥឡូវខ្ញុំដល់ម៉ោងសំដាយដល់មកខ្ញុំសំដែងខ្ញុំធ្វើជាអត់ដឹងខ្លួនអីអញ្ចឹងណាគេធ្វើថតជុំវិញហាងមកប៉ោះពីប៉ោះអីអញ្ចឹងទៅអូភ្លេចប្រាប់អ្នកនរគ្នាខ្ញុំមកទិញ iPad ហ្នឹងនៅ iPhone នៅ Eon 1អញ្ចឹងរៀងស្រួលដែរនៅនឹងស្លាមុខស្លាមាត់អញ្ចឹងមើលអ្នកគ្នាទៅការ iPad មកទិញហ្នឹងបាទអស់សំណោចមានអារម្មណ៍ថាលោកណៃដូចអ្នកប្រម៉ូទអីគេប្រម៉ូទអីគេអូយសម័យឈប់ហើយតង្វើហ្នឹងចូលថុយខ្ញុំសំដែងរៀងយូរដែរហ្នឹងល្មមតែឆ្អែតនៅនឹងចង់2ម៉ោងនឹងគេមើលមុខគេគ្មានមើលមុខហងមើលមុខគេវិញនឹងមើលមុខគេវិញហ្នឹងហើយបន្ទាប់ពីសបារីដេខឹងចាទឹកមុខខឹងនេះចាទឹកមុខសលឹងសឡក់ចាហើយញ៉ាំវិញនិយាយទៅមានច្រើនរសជាតិដែរចង់និយាយចឹងមកកម្មវិធីដើរទិញ iPad ហ្នឹងគឺមានបដូរទឹកមុខជាច្រើនករណីចាតែមិនជាអ្វីជាចុងក្រោយគឺយើងនៅតែញញឹមជាចុងក្រោយយើងនៅតែសប្បាយរីករាយព្រោះដោយសារយើងមានរបស់ថ្មីលេងចាអត់មានល្អសោចអីផងចេះតែនិយាយម្នាក់ឯងសើចម្នាក់ឯងអញ្ចឹងអូយធូនញ៉ៃញ៉ាសម័យហែងគួរឲ្យស្រឡាញ់ម៉េះគ្មានអ្នកតសើខ្លួនឯងអូយ
អូទៀតហើយអ្នកកញ្ញាស្បាយចិត្តណាស់អ្នកគ្នាពេលយើងបានរបស់ថ្មីអញ្ចឹងណាចប់ហើយបាយ